របៀបបើកកុំព្យូទ័រប្រើប្រាស់សម្រាប់កុំព្យូទ័រ laptop កុំព្យូទ័រ laptop សូមអ្នកទាំងអស់គ្នាមើលទៅផ្នែកខាងលើខាងស្ដាំនេះណាបាទមានប៊ូតុង power ប៊ូតុងសម្រាប់យើងចុចបើកប្រើប្រាស់ដើម្បីចុចបើកប្រើប្រាស់យើងចុចតែមួយចេះមកយើងអត់ចាំបាច់ចុចផ្អឹបទេចុចតែមួយភ្លើសហើយយើងដកដៃចេញមកហើយដំណើរការនៃការបើកម៉ាស៊ីនកុំព្យូទ័រកំពុងតែចាប់ផ្ដើមតែប៉ុណ្ណេះយើងរងចាំដើម្បីឲ្យកុំព្យូទ័រដំណើរការចប់សពគ្រប់នៅពេលនេះយើងបានបើកដំណើរការកុំព្យូទ័របានជាធម្មតារបៀបបិទកុំព្យូទ័រតាមលំដាប់លំដោយដើម្បីធ្វើការបិទកុំព្យូទ័រតាមលំដាប់លំដោយបានសូមអ្នកទាំងអស់គ្នាចុច start នេះគឺសញ្ញា start បាទចុចមកខាងឆ្វេងបន្តមកទៀតសូមអ្នកទាំងអស់គ្នាចុចត្រង់ power បន្តមកទៀតសូមអ្នកទាំងអស់គ្នាចុច shut down តែប៉ុណ្នេះជាការស្រេចឬវិធីមួយទៀតអ្នកទាំងអស់គ្នាអាចចុច shortcut key បានដោយគ្រាន់តែចុច Alt បូកនឹង F4 បាទនេះ Alt បូកនឹង F4 នៅខាងលើនេះបាទនេះ F4 យើងចុចមកចុច Alt ផ្អឹបឲ្យជាប់ Alt បូក F4 ក្រោយពីយើងចុច Alt បូកជាមួយនឹង F4 អ្នកទាំងអស់គ្នានឹងឃើញកូនផ្ទាំងតូចមួយលោតបង្ហាញនៅលើអេក្រង់កុំព្យូទ័រនៅត្រង់ចំណុចខាងលើនេះអ្នកទាំងអស់គ្នានឹងឃើញមានពាក្យថា shut down ប៉ុន្តែអ្នកទាំងអស់គ្នាមើលដែរជួនកាលអត់ជួបពាក្យថា shut down អាចនឹងមានពាក្យថា restart ឬក៏ sleep ជាដើមបើសិនជាចេញបែបនេះសូមអ្នកទាំងអស់គ្នាកំណត់យកពាក្យថា shut down បន្តមកទៀតចុច OK ដើម្បីធ្វើការបិទកុំព្យូទ័រតែប៉ុណ្នេះជាការស្រេច